តិយามពេជាគម្រប់2ដងផងតតិយามពេជាគម្រប់3ដងផងអញ្ចឹងសូមឲ្យព្រះអង្គម្ចាស់គ្រូកែវសវឿននឹងឯងគង់នៅជាសុខនៅវត្តប្រការប្រកបទាំងឯងរហូតតងវែងទៅព្រះអង្គគ្រូណាអនុមោទនាពាក្យថាមនុស្សអាក្រក់ឬក៏មនុស្សពីលនឹងឯងវាកើតចេញពីចិត្តអកុសលទាំងអស់ហ្នឹងហើយដែលយើងតែងតែសម្គាល់ថាបុគ្គលពីលមនុស្សពីលមនុស្សអាក្រក់នឹងឯងគឺដោយសារតែចិត្តអាក្រក់កើតក្នុងគាត់គឺអកុសល12ដួងលោភៈ8ទោសៈ2មោហៈ2ឲ្យទៅធរនឹងឯងកើតក្នុងបុគ្គលណាបុគ្គលនឹងឯងជាបុគ្គល2ហើយដែលគេហៅថាពាលាតហមីពួកធរពីហ្នឹងណាចឹងពេលណាក៏ដោយឲ្យតែលោភៈ8លោភៈមូលចិត្ត8ទោសៈមូលចិត្ត2មោហៈមូលចិត្ត2អកុសល12នឹងឯងកើតក្នុងបុគ្គលណាបុគ្គលនឹងឯងគឺជាបុគ្គលពីលមួយផ្លែតនឹងឯងពីលេធមីហ្នឹងណាហ្នឹងឯងដល់ពេលបុគ្គលជាបណ្ឌិតម្ដងបុគ្គលជាបណ្ឌិតទាំងឯងឲ្យទៅពេលណាក៏ដោយឲ្យតែមហាកុសលកើតក្នុងបុគ្គលនឹងឯងគឺបុគ្គលនឹងឯងជាបុគ្គលបណ្ឌិតហើយពួកអីមហាកុសល8នឹងឯងវាជាបណ្ឌិតាធម្មាពួកធរជាបណ្ឌិតអញ្ចឹងមនុស្សល្អទាំងអស់ល្អតាមរយៈកាយកម្ម3ក៏ដោយល្អតាមរយៈវចីកម្ម4ក៏ដោយល្អតាមរយៈមនោកម្ម3ក៏ដោយគឺព្រោះតែមហាកុសល8កើតក្នុងគាត់ពួកធរជាបណ្ឌិតកើតក្នុងគាត់ម្ល៉េះហើយគាត់ក៏ខ្លាចជាបុគ្គលបណ្ឌិតបរមពេជ្រទាំងឯងអញ្ចឹងពាក្យថាបុគ្គលបណ្ឌិតទាំងឯងគឺជាការពោលសន្មត់ទៅលើចិត្តជាមហាកុសលដែលកើតក្នុងគាត់មហាកុសល8ដួងណាដោយសោមនស្សវេទនា4ដួងឧបេក្ខាវេទនា4ដួងញាណសម្បយុទ្ធ4ដួងញាណវិបយុទ្ធ4ដួងអសង្ខារិកៈ4ដួងសសង្ខារិកៈ4ដួងធរហ្នឹងគឺហៅថាបណ្ឌិតាធម្មីពួកធរជាបណ្ឌិតហើយចឹងអញ្ចឹងជីវិតយើងបច្ចុប្បន្នបុគ្គលតែម្នាក់ហ្នឹងពេលខ្លះក៏ជាបុគ្គលពីលពេលខ្លះជាបុគ្គលបណ្ឌិតតែម្នាក់ហ្នឹងព្រោះអីព្រោះថាបុគ្គលតែម្នាក់ហ្នឹងគឺមានសភាវៈធម៌2កើតក្នុងគាត់ពេលខ្លះចិត្តជាកុសលកើតហ្នឹងគាត់ជាបណ្ឌិតដែរពេលខ្លះចិត្តជាអកុសលកើតពេលហ្នឹងគឺជាបុគ្គលពីលហើយយើងមានទាំងអស់គ្នាព្រោះអីយើងជាបឋិជនទាំងអស់ហើយបឋិជនគឺមានចិត្តទាំងអស់នឹងឯងគឺសបោដ៏ច្រើនគឺមានចិត្តជាអកុសលនឹងឯងហើយចិត្តជាកុសលនឹងឯងបើចិត្តជាអកុសលគេហៅថាពីលេតហម្មាអាហ្នឹងអង្គធម៌គឺលោភៈ8ទោសៈ2មោហៈ2ហើយយើងមានទាំងអស់ដល់ពេលចិត្តជាកុសលគេហៅថាបណ្ឌិតាធម្មាអាហ្នឹងអង្គធម៌គឺមហាកុសល8ហើយយើងមានទាំងអស់យើងមានណាយើងមានទាំងអស់លោភៈ8ក៏មានទោសៈ2ក៏មានមោហៈ2ក៏មានមហាកុសលក៏មានអញ្ចឹងបុគ្គលតែម្នាក់ហ្នឹងពេលខ្លះជាបណ្ឌិតពេលខ្លះជាបុគ្គលពីរអាស្រ័យចិត្តដែលកើតក្នុងគាត់ពេលនោះឯងដូចជាបុគ្គលដែលបានស្លាប់បាត់បង់ជីវិតឬក៏សាកសពខ្មោចហ្នឹងណាតែប៉ុន្តែសាកសពខ្មោចទាំងឯងគឺបាត់អីគេគឺបាត់ចិត្តទាំងឯងណាគឺបាត់ពួកធម៌ជាកុសលនឹងឯងបាត់ពួកធម៌ជាអកុសលនឹងឯងសាកសពដែលស្លាប់គឺអត់មានមហាកុសលកើតក្នុងគាត់ទេមហាកុសលមិនអត់កើតទេអកុសល12ក៏មិនកើតដែរសាកសពវាបាត់ចិត្តទាំងអស់នឹងឯងវាបាត់ចិត្តជាកុសលបាត់ចិត្តជាអកុសលអញ្ចឹងសាកសពគឺមិនដឹងវាជារូបធម៌វាជាធាតុមិនដឹងដែលយើងរស់បច្ចុប្បន្នហ្នឹងអាច
ដេកបានដើរបានឈរបានអង្គុយបានព្រោះតែមានចិត្តទាំងអស់នឹងឯងព្រោះតែមានចិត្តជាកុសលចិត្តជាអកុសលនឹងឯងហើយចិត្តជាហេតុកៈនឹងឯងអហេតុកៈ17ដកហសិតបាតចិត្តមួយចេញគឺយើងមានទាំងអស់ដែលថាមានហ្នឹងគឺមានចិត្តទាំងឯងមានចិត្តជាកុសលចិត្តជាអកុសលមានចក្ខុវិញ្ញាណចិត្តសោតវិញ្ញាណចិត្តឃានវិញ្ញាណចិត្តជីវហាវិញ្ញាណចិត្តកាយវិញ្ញាណចិត្តនេះមានចិត្តទាំងអស់នឹងឯងបើដកចិត្តទាំងអស់ចេញគឺសាកសពទាំងអស់ពេញផែនដីហើយពោអញ្ចឹងមិនថាតែមនុស្សទេណាទេវតាក៏ដោយព្រហ្មក៏ដោយគឺមានចិត្តទាំងអស់នឹងឯងហ្នឹងហើយនរកក៏ដោយផែនក៏ដោយដេរឆានក៏ដោយអសុរកាយក៏ដោយមនុស្សក៏ដោយគឺថាមានចិត្តទាំងឯងបដកចិត្តចេញជាសាកសពហើយសាកសពគឺមានតែរូបធម៌ទេអត់ដឹងទេទុតិយំបេជាគម្រប់2ដងផងតតិយំបេជាគម្រប់3ដងផងអញ្ចឹងសូមឲ្យព្រះអង្គម្ចាស់គ្រូកែវសវឿននឹងឯងគង់នៅជាសុខនៅវត្តប្រការប្រកបទាំងឯងរហូតតងវែងទៅព្រះអង្គគ្រូណាអនុមោទនា